បាទគ្រូនេះសូមបងប្អូនបាទថ្ងៃនេះនាំនៅចំណុចដល់ផ្នែកទៀតតាក់ទងជាមួយនឹងការដំឡើងដូស៊ីងផាំគឺការម៉ូទ័របន្តនិយាយទៅយល់បាទដូស៊ីងផាំនេះមានតួនាទីមួយក្នុងធ្វើការបញ្ជូនទឹកថ្នាំឬក៏សារធាតុគីមីដែលយើងរួចចូលទៅក្នុងប្រព័ន្ធចម្រោះឬក៏ប្រព័ន្ធនៃអូស៊ីសឹមជាដើមហើយវាអាចធ្វើការប្រើច្រើនមុខងារទៅលើសារធាតុគីមីដែលបងប្អូនចង់ប្រើបាទដូចជា PAC ភាសាតម្រាក់កក៏ដូចជាប្រភេទ anti scalene សម្រាប់ការពារប្រព័ន្ធនៃអូជាដើមអញ្ចឹងថ្ងៃនេះយើងនាំបងប្អូនទៅមើលពីរបៀបតម្លើងតើយើងតម្លើងបែបណាបាទទី1នេះគឺតាក់ទងជាមួយនឹងគ្រឿងក្នុងរបស់វាបាទសម្ភារៈរបស់វាមានទី1តាក់ទងជាមួយនឹងទូម៉ូទ័របាទទី2តាក់ទងជាមួយនឹងប្រភេទ injector សម្រាប់បញ្ចូលទឹកថ្នាំដែលយើងចង់បញ្ចូលចូលទៅក្នុងប្រព័ន្ធរបស់យើងបាទយើងមានតយោបាទយើងមានតយោមានប្រភេទតយោទុននិងតយោរឹងបាទអញ្ចឹងប្រភេទតយោទុននេះគឺយើងប្រើភ្ជាប់ជាមួយនឹងតំណបែបនេះបាទមកគៀកទី1អញ្ចឹងគឺទី1គឺយើងភ្ជាប់បែបនេះឯងបាទគឺយើងគ្រាន់តែសូកតយោរបស់យើងចូលទៅក្នុងនេះមកយើងភ្ជាប់ចូលទៅក្នុងដុំរបស់យើងបាទហើយយើងធ្វើការមូលភ្ជាប់បាទយើងធ្វើការរឹបភ្ជាប់បែបនេះហើយដុំមួយនេះនៅក្នុងនេះយើងធ្វើការទម្លាក់ចូលទៅក្នុងធុងឬក៏ stand ឬក៏អីក៏បានដែរពុកម៉ែបងប្អូនធ្វើការ stock សារធាតុទឹកថ្នាំអញ្ចឹងខ្ញុំឧទាហរណ៍ថាធុងនេះគឺសម្រាប់ stock ទឹកថ្នាំឬក៏ function សារធាតុគីមីដែលពុកម៉ែបងប្អូនត្រូវការប្រើយើងគាត់ដាក់ដុំចូលបាទក្នុងធុងនោះមិនធ្វើការបឺតហើយខ្សែតយោនេះយើងអាចសេរីតាមជាក់ស្ដែងបាទខ្លីវែងបាទបន្តមកទៀតបាទអញ្ចឹងធុងហ្នឹងគឺយើងតែតែមានការចោះរុនមួយដើម្បីយើងដាក់តយោនេះចូលក្នុងបែបនេះហើយយើងចាប់នៅផ្នែកខាងក្រោមបាទផ្នែកខាងក្រោមរបស់ motor របស់យើងទៅដល់ស៊ីងរបស់យើងបាទយើងគាត់មួយចេញមកអញ្ចឹងយើងគាត់ធ្វើការដាក់តយោចូលបាទបែបនេះហើយយើងគាត់តែធ្វើការញុកជាប់ជាមួយនឹងផ្នែកខាងក្រោមរបស់យើងហើយយើងគាត់រត់ឯណែបាទតោះមកយើងដាក់នៅលើ motor យើងនៅលើធុងឬក៏លើ stand ដែលពុកម៉ែបងប្អូនរៀបចំបាទផ្នែកទី2គឺផ្នែកអានេះមិនផ្នែកចូលផ្នែក bird អានេះគឺផ្នែកបញ្ចេញអញ្ចឹងផ្នែកបញ្ចេញគឺយើងមានដុំនេះមួយដុំនេះគឺសម្រាប់connect ជាមួយនឹងតយោរបស់យើងបាទជាប្រភេទសំបែបនេះជាទីហោបាទផ្នែកនេះយើងចាប់ទៅជាមួយប្រព័ន្ធរបស់យើងមួយតយោរបស់យើងហើយផ្នែកខាងនេះយើងចាប់ជាមួយនឹងតយោប្រព័ន្ធរបស់យើងចេញពី dosing បាទយើងគាត់ចាប់ចូលមកយើងដាក់តយោបែបនេះដូចគ្នាហើយចាប់ដើមចាប់ចូលបាទហើយយើងមូលជាប់ដូចគ្នាអញ្ចឹងផ្នែកខាងនេះគឺយើងចាប់ទៅលើប្រព័ន្ធបើថាប្រព័ន្ធទឹកស្អាតឬក៏ប្រកន្លែងការពារអូទេបាទយើងនឹងដាក់រូបជាឧទាហរណ៍ជូនហើយចុងតយោនៅផ្នែកម្ខាងទៀតរបស់តយោរបស់យើងនេះគឺយើងចាប់នៅផ្នែកខាងលើរបស់ទូម៉ូទ័ររបស់យើងបាទចាប់ទូម៉ូទ័របែបនេះបាទហើយគាត់រត់មកបាទជាការស្រេចអញ្ចឹងមានន័យថាខាងក្នុងនេះបាទដុំខាងក្នុងសម្រាប់បឺតចូលអានេះគឺសម្រាប់បញ្ជូនតាមតយោរបស់យើងទៅកាន់ប្រព័ន្ធរបស់យើងបាទអញ្ចឹងអានេះយើងចាប់ចូលជាមួយនឹងប្រព័ន្ធតយោអញ្ចឹងយើង set up ទៅប៉ុណ្្នេះគឺរួចរាល់ហើយរបៀបបើដំណើរការគឺងាយស្រួលទេពុកម៉ែបងប្អូនគ្រាន់តែធ្វើការដោតម៉ូទ័រជាមួយនឹងភ្លើងឬក៏បើសិនជាពុកម៉ែបងប្អូនមានការប្រើប្រាស់ជាប្រព័ន្ធអូតូអាចធ្វើការភ្ជាប់ទៅកាន់អូតូតាមការប្រើប្រាស់ជាក់ស្ដែងបាទអញ្ចឹងពេលដែលយើងដោតម៉ូទ័របាទអញ្ចឹងនៅខាងក្រោយនេះគឺយើងអាចធ្វើការបញ្ជាបានបាទនេះគឺបន្តង on off stop តាក់ទងជាមួយនឹងប្រព័ន្ធរបស់យើងបាទអានេះគឺលេខដែលយើងធ្វើការសេរីឡើងចុះបាទដែលពុកម៉ែបងប្អូនឮសំឡេងនេះគឺជាការបូមផ្ទាត់ទៅមានថាបន្តម្ដងអញ្ចឹងលឿនបាទវាមាន90យើងអាចធ្វើការបន្ថយបាទយើងអាចបន្ថយឡើងចុះទៅតាមបច្ចេកទេសជាក់ស្ដែងបាទអញ្ចឹងគឺយើងចង់ឲ្យយឺតឲ្យលឿនយើងអាចធ្វើការសេរីលឿនបានហ្នឹងហើយអញ្ចឹងនេះគឺរបៀបកំណត់ប៉ុណ្្នឹងឯងបាទអញ្ចឹងគឺប៉ុណ្្នឹងគឺភ្ជាប់ទៅប៉ុណ្្នេះគឺរួចរាល់អញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនត្រូវការប្រើប្រាស់គឺគ្រាន់តែធ្វើការ set up តាមក្នុងណែនាំខាងលើហើយអាចប្រើប្រាស់តាមមុខងារទៅលើសារធាតុដែលពុកម៉ែបងប្អូនប្រើប្រាស់តាមជាក់ស្ដែងបាទចឹងបើសិនជាមានចម្ងល់ឬក៏មានបញ្ហាតាក់ទងរបៀបតម្លើង dosing plan នេះអាចតំណកម្មកម្មរបស់យើងបានបាទ